ព្រះបន្ទូលព្រះសម្រាប់អ្នកនិពន្ធដោយអ្នកស្រី Dawn Muller និងអ្នកស្រី Diane Grabbing បោះពុម្ពនិងចែកចាយដោយមូលនិធិមរតក Lutherមហាទឹកជំនន់តាំងពីជំនាន់អាដាមនិងអេវ៉ាព្រះជាម្ចាស់បានប្រទានពរដល់រាជរបស់ទ្រង់ដើម្បីឲ្យចំនួនពួកគេកាន់តែច្រើនឡើងនៅគ្រានោះមានបុរសម្នាក់ឈ្មោះណូអេបានកើតមកគឺកន្លងរាប់រយឆ្នាំតាំងពីព្រះជាម្ចាស់បានបណ្ដេញអាដាមនិងអេវ៉ាចេញពីសួនច្បារអេដែនមកម្ល៉េះហើយផែនដីនៅគ្រានោះគឺមានពេញទៅដោយមនុស្សបុរសឈ្មោះណូអេនិងក្រុមគ្រួសាររបស់គាត់ជាផ្នែកមួយនៃមនុស្សជាច្រើននៅលើផែនដីណូអេជាមនុស្សសុចរិតព្រះបានចាត់ទុកណូអេជាមនុស្សឥតកំហុសក្នុងចំណោមមនុស្សនៅសម័យនោះណូអេដើរជាមួយនឹងព្រះនេះមានន័យថាណូអេបានធ្វើតាមព្រះហឫទ័យរបស់ព្រះគាត់បានស្ដាប់បង្គាប់ព្រះជានិច្ចព្រមទាំងបានទុកចិត្តលើទ្រង់ផងណូអេនិងប្រពន្ធរបស់គាត់មានកូនប្រុសស្រី3នាក់ឈ្មោះសឹមហាំនិងយ៉ាផេតកូនប្រុសទាំង3នាក់ក៏បានរៀបការហើយដែរប្រពន្ធរបស់ណូអេនិងក្រុមគ្រួសាររបស់គាត់ក៏ជាអ្នកជឿលើព្រះជាម្ចាស់ដែរនៅក្នុងពិភពលោកទាំងមូលមានតែណូអេនិងក្រុមគ្រួសាររបស់គាត់តែប៉ុណ្ណោះដែលបានដើរតាមព្រះនៅសម័យណូអេមនុស្សនៅលើផែនដីគឺសុទ្ធតែមានចិត្តគំនិតអាក្រក់ជានិច្ចពួកគេបានប្រព្រឹត្តអំពើកាចសាហាវឃោរឃៅចំពោះគ្នាទៅវិញទៅមកអំពើបាបរបស់ពួកគេបានធ្វើឲ្យព្រះជាម្ចាស់មានព្រះហឫទ័យក្រៀមក្រំហើយទ្រង់បានមានព្រះបន្ទូលប្រាប់ទៅណូអេអំពីអ្វីដែលទ្រង់បំរុងនឹងធ្វើដោយព្រោះតែអំពើអាក្រក់របស់មនុស្សលោកទាំងអស់នោះព្រះជាម្ចាស់មានព្រះបន្ទូលថាយើងបានសម្រេចព្រះហឫទ័យហើយថាយើងនឹងបំផ្លាញមនុស្សទាំងអស់ដែលយើងបានបង្កើតមកត្បិតផែនដីបានពេញទៅដោយអំពើកាចសាហាវដោយសារពួកគេគឺយើងបញ្ជូនមហាទឹកជំនន់ដ៏ធំបំផុតមកលើផែនដីដើម្បីបំផ្លាញមនុស្សទាំងអស់ត្បិតយើងស្ដាយដែលយើងបានបង្កើតពួកគេមកយើងចង់ចាប់ផ្ដើមដំណើរការបង្កើតសារជាថ្មីឡើងវិញព្រះចង់សង្គ្រោះណូអេនិងក្រុមគ្រួសាររបស់គាត់ឲ្យរួចផុតពីមហាទឹកជំនន់ព្រះប្រាប់ណូអេឲ្យសង់ទូកធំមួយព្រះទ្រង់មានព្រះបន្ទូលថាចូលឯងយកឈើម៉ៃសាក់ធ្វើជាទូកធំមួយសម្រាប់ឯងនឹងត្រូវធ្វើបន្ទប់ឲ្យច្រើននៅក្នុងទូកនោះហើយពោជ័រទាំងខាងក្នុងខាងក្រៅដើម្បីការពារការជ្រាបទឹកត្រូវឲ្យឯងធ្វើយ៉ាងដូចនេះគឺបណ្ដោយប្រវែង 137.16 ម៉ែត្រនិងទទឹង 22.86 ម៉ែត្រហើយនឹងកម្ពស់
13.72 ម៉ែត្រ ណូអេត្រូវសង់ទូកធំណាស់ពីព្រោះមិនត្រឹមតែគាត់និងក្រុមគ្រួសាររបស់គាត់តែប៉ុណ្ណោះទេដែលត្រូវការពារនៅក្នុងទូកនោះព្រះជាម្ចាស់ប្រាប់ណូអេនិងកូនប្រុសទាំង3នាក់របស់គាត់យ៉ាងច្បាស់អំពីវិធីសង់ទូកធំដែលអាចផ្ទុកណូអេនិងក្រុមគ្រួសាររបស់គាត់ព្រមទាំងសត្វញីឈ្មោលមួយគូគ្រប់ពូជទាំងអស់ដែលរស់នៅក្នុងពិភពលោកទាំងមូលណូអេបានស្ដាប់បង្គាប់ព្រះហើយបានសង់ទូកធំតាមសេចក្តីបង្គាប់របស់ទ្រង់វាចំណាយពេល120ឆ្នាំដើម្បីបញ្ចប់ការសាងសង់ទូកធំនោះកាលទូកធំសង់រួចហើយព្រះបានបញ្ជូនសត្វញីសត្វឈ្មោលគ្រប់ប្រភេទទៅឯណូអេពេលនោះសត្វញីឈ្មោលមួយគូគ្រប់ពូជដែលរស់នៅលើដីគោកនៃផែនដីបាននាំគ្នាមកដល់ទូកហើយចូលទៅក្នុងទូកបក្សីជាគូជាច្រើនក៏បានហើរចូលក្នុងទូកដែរព្រះបានការពារស្នាមព្រះហស្ថរបស់ទ្រង់ពីព្រោះទ្រង់ជ្រាបថាក្នុងអំឡុងពេលទឹកជំនន់ពួកវានឹងមិនអាចរកចំណីអាហារឬកន្លែងធ្វើសម្បុកបានទៀតឡើយនៅពេលដែលសត្វទាំងអស់ចូលក្នុងទូកហើយព្រះជាម្ចាស់បានមានព្រះបន្ទូលទៅណូអេថាឥឡូវនេះឯងនិងក្រុមគ្រួសារឯងអាចចូលទៅក្នុងទូកបានហើយកាលណូអេនិងក្រុមគ្រួសាររបស់គាត់សរុបទាំងអស់8នាក់ចូលក្នុងទូកហើយនោះព្រះទ្រង់បិទទ្វារទូកដើម្បីសង្គ្រោះពួកគេពីទឹកជំនន់ណូអេមានអាយុ600ឆ្នាំក្នុងថ្ងៃដែលគ្រប់អស់ទាំងរន្ធទឹកនៅទីជម្រៅធំបានផ្ទុះធ្លាយចេញឡើងហើយភ្លៀងក៏ចាប់ផ្ដើមធ្លាក់ចុះពីលើមេឃផងដែរអស់រយៈពេល40យប់40ថ្ងៃទឹកភ្លៀងបានបន្តធ្លាក់មកយ៉ាងខ្លាំងទឹកនៅលើផែនដីបានកើនខ្ពស់ឡើងដំបូងទឹកហូរលិចផ្លូវថ្នល់និងវាលស្រែចម្ការបន្ទាប់មកទឹកហូរខ្ពស់ឡើងលិចផុតដំបូលផ្ទះនិងកំពូលទីក្រុងទាំងឡាយពេលទឹកជន់កាន់តែខ្លាំងឡើងនោះទូកធំក៏អណ្ដែតផុតពីលើដីឡើងទឹកជំនន់នោះធំអស្ចារ្យរហូតទាល់តែអស់ទាំងភ្នំខ្ពស់នៅក្រោមមេឃបានបាត់អស់រលីងទៅរួចទឹកក៏ឡើង6.70 ម៉ែត្រទៀតទាល់តែលិចផុតកំពូលភ្នំទាំងអស់នៅខាងក្រៅទូកធំគ្រប់ទាំងជីវិតដែលមិនអាចហែលបានស្លាប់ទាំងអស់ទោះទាំងសត្វហើរសត្វស្រុកសត្វព្រៃហើយគ្រប់ទាំងសត្វដែលលូនវារនៅលើដីនិងមនុស្សក៏ស្លាប់ទាំងអស់ដែរប៉ុន្តែមនុស្សគ្រប់គ្នាដែលនៅក្នុងទូកធំមានសុវត្ថិភាពពីព្រោះព្រះបានបង្គាប់ណូអេពីរបៀបសង់ទូកមិនឲ្យលិចបានព្រះទ្រង់ក៏នឹកចាំពីណូអេនិងអស់ទាំងសត្វព្រៃសត្វស្រុកទាំងប៉ុន្មានដែលនៅក្នុងទូកជាមួយនឹងគាត់រួចទ្រង់ធ្វើឲ្យខ្យល់បក់យ៉ាងខ្លាំងមកលើផែនដីដើម្បីឲ្យទឹកជំនន់ចាប់ផ្ដើមស្រកចុះវិញព្រះបានបិទប្រភពទឹកនិងរន្ធទឹកទាំងអស់នៅលើផែនដីព្រមទាំងបញ្ឈប់ទឹកភ្លៀងធ្លាក់ចុះផងដែរកាលទឹកបានស្រកហើយតែទូកបន្តអណ្ដែតជិតកន្លះឆ្នាំទៀតបន្ទាប់មក
នៅថ្ងៃមួយទូកធំនោះបានកើលនៅលើភ្នំអារ៉ារ៉ាត់ណូអេក៏លែងសត្វក្អែកមួយឲ្យហើរចេញពីបង្អួចទូកវាក៏បន្តហើរទៅមកខណៈដែលទឹកទាំងអស់កំពុងស្រកចុះណូអេក៏លែងសត្វព្រាបមួយទៀតដែលប៉ុន្តែភ្លាមនោះវាបានហើរត្រឡប់មកវិញព្រោះគ្មានកន្លែងស្ងួតណាឲ្យវាអាចចុះទុំបានឡើយនោះគាត់ក៏លូកដៃទៅចាប់យកមកទុកក្នុងទូកវិញ7ថ្ងៃក្រោយមកគាត់ប្រឡែងសត្វព្រាបនោះម្ដងទៀតលុះដល់ពេលល្ងាចព្រាបនោះត្រឡប់ចូលមកឯគាត់វិញទាំងពំយកស្លឹកអូលីវដែលវាបានចឹកមកជាមួយផងណូអេញញឹមព្រោះគាត់ដឹងថាទឹកកំពុងស្រកចុះកាន់តែខ្លាំងរួចគាត់រងចាំ7ថ្ងៃទៀតក៏លែងព្រាបឲ្យទៅតែលើកនេះវាមិនបានវិលមកឲ្យគាត់វិញទេនៅថ្ងៃដើមខែដែលណូអេមានអាយុ101ឆ្នាំទឹកបានរីងស្ងួតពីផែនដីអស់ទៅណូអេក៏បើកដំបូលទូកមើលឃើញថាទឹកបានស្ងួតពីដីអស់ហើយ7 សប្តាហ៍ក្រោយមកផែនដីរីងស្ងួតទាំងស្រុងបន្ទាប់មកព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់ណូអេថាចូលឯងចេញពីទូកចុះព្រមទាំងប្រពន្ធកូននិងកូនប្រសារស្រីឯងដែរចូលនាំអស់ទាំងសត្វគ្រប់ពូជដែលនៅជាមួយនឹងឯងចេញមកផងទោះទាំងសត្វស្លាបសត្វជើង4និងគ្រប់ទាំងសត្វដែលលូនវានៅលើដីក្តីដើម្បីឲ្យបានមកបង្កើតកូនចម្រើនជាបរិបូរណ៍នៅពេញពាសលើផែនដីជាថ្មីម្ដងទៀតនោះណូអេក៏ចេញមកព្រមទាំងប្រពន្ធកូននិងកូនប្រសារស្រីគាត់ហើយគ្រប់ទាំងសត្វជើង4សត្វលូនវានិងសត្វស្លាបទាំងប៉ុន្មានផងគឺគ្រប់ទាំងសត្វដែលកម្រើកនៅលើផែនដីនោះក៏ចេញពីក្នុងទូកមកតាមពូជពិភពលោកថ្មីកំពុងរងចាំពួកគេណូអេបានធ្វើទីអាសនាមួយដើម្បីថ្វាយបង្គំដល់ព្រះជាម្ចាស់និងអរព្រះគុណទ្រង់ដែលបានថែរក្សាក្រុមគ្រួសាររបស់គាត់និងសត្វទាំងអស់ឲ្យមានសុវត្ថិភាពព្រះទ្រង់បានធំក្លិនឈ្ងុយចេញពីយ៉ាញ់បូជាដែលណូអេបានដុតនៅលើទីអាសនារួចទ្រង់សម្រេចក្នុងព្រះハរតីថាយើងនឹងមិនបំផ្លាញដោយទឹកជំនន់ដោយព្រោះអំពើអាក្រក់និងអំពើបាបរបស់មនុស្សហើយយើងក៏នឹងមិនបំផ្លាញគ្រប់ជីវិតទាំងឡាយដោយដែលយើងទើបនឹងធ្វើបាននោះទៀតដែរដរាបណានៅមានផែនដីនៅឡើយនោះនឹងមានរដូវសាបព្រោះរដូវច្រូតកាត់ត្រជាក់ហើយក្តៅប្រាំងវស្សាថ្ងៃហើយយប់ជារៀងរហូតព្រះជាម្ចាស់បានប្រទានពរដល់ណូអេនិងពួកកូនប្រុសរបស់គាត់ព្រមទាំងមានព្រះបន្ទូលថាចូលបង្កើតកូនឲ្យចម្រើនជាច្រើនឡើងឲ្យបាននៅពេញពាសលើផែនដីចុះឯគ្រប់ទាំងសត្វនៅផែនដីសត្វហើរលើអាកាសសត្វលូនវានៅដីនិងត្រីក្នុងសមុទ្រនឹងកោតខ្លាចហើយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឯងរាល់គ្នាបន្ទាប់មកព្រះបានតាំងសញ្ញាជាមួយណូអេនិងពួកកូនប្រុសរបស់គាត់ថានេះនឹងជាសេចក្តីសញ្ញាដែលយើងនឹងអនុវត្តតាមសេចក្តីសន្យារបស់យើងចំពោះមនុស្សគ្រប់ជំនាន់ទាំងអស់សូមក្រឡេកមើលឥន្ទនូរបស់យើងដែលយើងបានដាក់នៅលើមេឃឥន្ទនូរបស់យើងនឹងក្លាយជាសេចក្តីសញ្ញាដល់ឯងរាល់គ្នានិងអស់ទាំងដំណរមនុស្សដែលកើតពីឯងរាល់គ្នាថានៅពេលណា
យើងតតឃើញឥន្ទនូនៅលើពពកយើងនឹងនឹកចាំពីសេចក្តីសញ្ញាដែលយើងបានតាំងនឹងឯងរាល់គ្នាថាយើងនឹងមិនបំផ្លាញអស់ទាំងជីវិតគ្រប់ពូជនៅផែនដីទៀតឡើយកាលណាយើងតតឃើញឥន្ទនូយើងនឹងចាំសេចក្តីសន្យារបស់យើងដែលនឹងស្ថិតស្ថេរជារៀងរហូតរវាងយើងនិងអស់ទាំងជីវិតនៅផែនដី